ចំណុចពិសេសរបស់វាដែល CIS ធ្វើមិនបានគឺអស់សាំងអត់បញ្ហាមានលុយតែខាងចាក់ហើយឆេះទៀតឥឡូវនេះវាអត់ឆេះនេះអស់ហើយអរគុណបងដល់ម៉ោងចាក់សាំង10ហើយបើដាក់ឲ្យដល់បាតទេបងហើយមើលខបាទទុកជប់ចាំតិចមកមើលវាឆេះហើយទៅចំណុចនេះមួយដែល CIS ធ្វើមិនបានដូចទេកុំចង់តវ៉ាព្រោះ XR ប្រើបេនអញ្ចឹងអស់សាំងអស់អីអស់ទៅមានសាំងចាក់ប្រឆេះគឺឆេះត្រុលហើយហើយ CIS ប្រើប៊ិចតែកាលណាអស់សាំងរៀងតែញឹកតែម្ដងពីរដងតាមជាងបទពិសោធន៍របស់ជាងដែលប្រាប់តាមតូដែលប្រើប៊ិចហ្នឹងដូចជា CIS ដូចអីហ្នឹងគឺតែកាលណាអស់សាំងគឺធ្វើទុកហើយប៊ិចវាមានបញ្ហានេះអស់ហើយអស់ហ្នឹងមានលុយចាក់សាំងទៅមុខទៀតហើយនេះចង់ចេញវីដេអូមកប្រាប់ CIS តិចបងប្អូនប្រើ CIS កុំខឹងណាហើយខ្ញុំនិយាយការពិតទេបើវាអញ្ចឹងមែនបើនេះវាប្រើបេនវាមិនដូចប្រើប៊ិចណាប៉ុន្តែចំណុចដែលវាអន់ជាង CIS ហ្នឹងគឺវាស៊ីសាំងជាងព្រោះបេនវាត្រូវតែស៊ីសាំងជាងប៊ិចចឹងហើយអញ្ចឹងវាម្យ៉ាងម្នាក់ខ្ញុំតែខឹងទេឆ្លាញ់មួយណាជីមួយហ្នឹងទៅហ្នឹងហើយរាប់អានគ្នាទៅនេះខ្ញុំទុកចិត្តជិះអស់សាំងដើម្បីឲ្យបងប្អូនមើលប៉ុន្តែបើនិយាយទៅមកធុងវាហ្នឹង9លីត្រកន្លះខ្ញុំចាក់ពេញណាហើយខ្ញុំជិះពីភ្នំពេញមកវាមានផ្លូវកស៊ូវាស្ទះខ្លះអីខ្លះហើយបន្ទាប់មកវាមានផ្លូវ5ប្រភេទកស៊ូបន្ទាប់ពីកស៊ូហើយមានផ្លូវគោក្រហមចេញពីគោក្រហមផ្លូវប្រភេទទី3គឺផ្លូវដីហុយហើយប្រភេទទី4គឺផ្លូវវាមានទឹកវាផុកហើយប្រភេទទី5គឺផ្លូវឡើងភ្នំផ្លូវ5ប្រភេទហ្នឹងបើសិនជាយើងជិះធម្មតាផ្លូវលឿនប្រហែលជាអាចបាន300ឬមួយក៏ជាង300គីឡូប៉ុន្តែយើងជិះនេះប្រឹងវារហូតអញ្ចឹងវាបានតាម270បានគីឡូថា286គីឡូចុះហ្នឹងហើយ286គីឡូមកដល់កន្លែងបងចាក់សាំងឲ្យមិញអូខេវីដេអូនេះមានប៉ុណ្ណឹងគ្រាន់តែជួយចែករំលែកដល់បងប្អូនយើងទេអរគុណសូមបេះដូងមួយផងអរគុណ